ឬគេពិធីបន់អំទូកអអំបុកសំពះព្រះខែធ្វើវត្តតែនៅទីក្រុងឆ្នាំនេះគឺអត់មានកម្មវិធីបន់អំទូកទេប៉ុន្តែនៅតាមខេត្តគឺយើងមានកម្មវិធីបន់អំទូកឬក៏ដាល់អំបុកចាហើយយប់នេះផងដែរនាងខ្ញុំក៏បានទៅលេងវត្តច័ន្ទសូរិយាហៅវត្តក្រឡាញ់នៅក្នុងនោះចាក៏មានកម្មវិធីដាល់អំបុកផងដែរហើយនេះក៏ជាលើកទី1ដែរសម្រាប់នាងខ្ញុំដែលនាងខ្ញុំបានឃើញផ្ទាល់នៅការដាល់អំបុកឬក៏បុកអំបុកនេះដោយសារតាជាក់ស្ដែងនេះខ្ញុំតែងតែទិញអំបុកពីផ្សារញ៉ាំស្រាប់ស្រួលចឹងដល់ទៅពេលឃើញជាក់ស្ដែងចាឃើញអ៊ំចាលោកពូអ្នកមីងលោកយាយដែលគាត់កំពុងតាសាមគ្គីគ្នាយ៉ាងស្រស់ដៃក្នុងការដាល់អំបុកឬក៏បុកអំបុកនេះផងដែរព្រោះបើសិនជាអត់សាមគ្គីគ្នាទេគឺអំបុកយើងនឹងគឺអត់បានល្អទេហើយឥឡូវនេះអំបុកចាក៏បានហើយជាបណ្ដាហើយនាងខ្ញុំឃើញតំណងពេលក៏សុំចាអ្នកមីងចាសាកបុកអំបុកមើលទៅឃើញស្រួលតែដល់ពេលចាក់ស្ដែងចាគឺมันងាយស្រួលដោយការមើលភើញទេបន្ទាប់ពីអំបុកយើងបានបុករួចរាល់ហើយអត់ទាន់ហើយបងប្អូនចាត្រូវធ្វើការអុំដើម្បីឲ្យជ្រុះកំតិចកំទីដូចជាកតុអីចឹងចាអាហ្នឹងអាចហៅថាកតុអញ្ចឹងដោយសារតែនាងខ្ញុំមិនសូវច្បាស់ទេព្រោះដូចសិនជាមានដូចជាសបកកាមអញ្ចឹងវាយើងញ៉ាំទៅអត់កើតទេចាំចាំធ្វើការអុំសិនឥឡូវនេះចាអបកទូបាត់ហើយលក់ចាយកប្រមកទូហើយមកតែរសជាតិយ៉ាងណាដែរចាឥឡូវខ្ញុំលក់កតុទី3នាក់បងប្អូនតែមុននឹងភ្លក់ហ្នឹងគឺសូមថតចាជាវីដេអូមួយសិនអូយកាមេរ៉ាគ្រប់ទិសតែម្ដងបងប្អូនទាំងអស់គ្នាចាមួយពី3រសជាតិមិនដែរអំបុកបុកថ្មីឈ្ងុយអត់ឥឡូវក៏នៅក្នុងវត្តហ្នឹងក៏មានកម្មវិធីបង្ហោះគោមផងដែរឥឡូវធ្វើការទៅរកទិញគោមសិនចាអត់ស្គាល់ផ្លូវឥឡូវក៏សួរចាបរិសសង្ហាម្នាក់នេះចាហើយគាត់ទៅសួរគាត់ក៏នាំជូនទៅចាចង្អុលបង្ហាញថាទៅទិញកន្លែងនោះហ្នឹងហើយឥឡូវនេះក៏ចាប់ផ្ដើមជូនទៅហើយនាងខ្ញុំក៏ដើរតាមដែលគាត់ប្រាប់ចឹងណាចាហើយនៅពេលដែលនាងខ្ញុំដើរទៅហ្នឹងគឺមានបងប្អូនយើងច្រើនមែនតែនដែលគាត់ចាទៅទិញគោមដូចគ្នាផងដែរដោយសារតែមួយឆ្នាំម្ដងអញ្ចឹងយើងកុំរំលងឲ្យសោះចាអូខេឥឡូវបន្ទាប់ពីបានគោមហើយចាយើងទៅធ្វើការដុតគោមបង្ហោះតែម្ដងឥឡូវកំពុងតែហៅប្លង់ចាឥឡូវបានហើយគឺប្លង់នេះគឺថតទៅគឺស្អាតខ្លាំងមែនតែនចាហើយនៅពេលដែលដុតហើយហ្នឹងគឺអត់ទាន់ហោះទេគោមយើងគឺត្រូវចាំឲ្យវាឆេះងុំល្អសិនចាទៅប្រឡែងទៅវាហោះចិត្តបន្ទាប់ពីរងចាំតែជា2-3នាទីដែរទម្លាប់តែគោមមានឆេះល្អឆេះងុំទៅខ្យល់អាចហោះបានអញ្ចឹងហើយឥឡូវក៏ធ្វើការបួងសួងផងដែរទៅបំឡើងប្រាថ្នាតែសម្រាប់ហើយចារីករាយពិធីអកអំបុកសំពះព្រះខែទាំងអស់គ្នាបងប្អូន